នេះគឺជាការសម្រេចចិត្តដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំគឺការបាញ់លេសិកផ្នែកបំបត្តិមញោបដោយសារខ្ញុំមានបញ្ហាមញោបតាំងពីក្មេងមកជាង400ដឺក្រេ ផឹកនេះហ่าដល់ពេលដែលពេទ្យណាត់ខ្ញុំបាញ់លេសិកផ្នែកមញោបតែម្ដងព្រោះអីអានេះត្រូវណាត់ទុកមុនរយៈពេល1ខែដោយសារដុកទ័រដែលបាញ់ផ្ទាល់ហ្នឹងគឺគេហោះមកពីប្រទេសម៉ាឡេស៊ីតាមពិតទៅមុននឹងដល់ថ្ងៃដែលពេទ្យណាត់ខ្ញុំមកបាញ់នេះគឺគេបានឆែកពិនិត្យភ្នែកខ្ញុំមួយសាហើយភ្នែកខ្ញុំបានជាប់អាចបាញ់លេសិកភ្នែកមញោបបានពេលខ្ញុំដូរកៅអៅហើយហ្នឹងគេបន្តថ្នាំភ្នែកហើយក៏គេនាំខ្ញុំទៅឆែកភ្នែកមួយសាទៀតដែររួមទាំងដុកទ័រគេបានមកបញ្យល់តាក់ទងអំពីអំឡុងពេល process ហ្នឹងណាគេបរៀនយើងត្រូវធ្វើមិននៅក្នុងម៉ាស៊ីនហ្នឹងនិយាយតាមត្រង់មុនពេលបាញ់ហ្នឹងគឺខ្ញុំភ័យខ្លាំងមែនតែដល់ពេលជាក់ស្ដែងទៅបាញ់មកចាហៀមដល់10វិនាទីផងហើយបាត់សំខាន់អត់មានឈឺអីទាំងអស់ហ្មងហើយបាញ់ហើយភ្លាមភ្នែកយើងមើលបានតាមធម្មតាខ្ញុំភ័យខ្លាំងណាស់ខ្លាចតែពេលបាញ់ហើយវាល្ងឹតមើលអត់ឃើញគេក៏បានឆែកភ្នែកយើងមួយសាទៀតក្រោយពេលយើងបាញ់ហើយពេលដែលគ្រប់យ៉ាងរួចរាល់ហើយខ្ញុំក៏បានដូរកៅអៅចេញមកខាងក្រៅនិយាយទៅអត់មានការគ្រាការជាតេះអីទេគឺដើរចេញមកដោយខ្លួនឯងហ្មងបាញ់បានមួយថ្ងៃស្អែកឡើងគេណាត់យើងឲ្យទៅ one day check up ហើយរំលងបាន7ថ្ងៃក៏គេណាត់យើងទៅមួយសាទៀតដើម្បីគេហៅថា one week check up ណាតែខ្ញុំគឺធ្លាក់មក0ដឺក្រេមើលច្បាស់ដូចមនុស្សធម្មតាទូទៅវិញហើយអូខ្ញុំរំភើបចិត្តខ្លាំងណាស់ពេលមញោបគឺខ្ញុំមានផលលំបាកច្រើនមែនតែពេលខ្ញុំចេញក្រៅខ្ញុំអត់ហ៊ានមើលមុខគេទេព្រោះយើងអត់ច្បាស់ថាគេមើលមុខយើងអត់គេញញឹមឬក៏អីអញ្ចឹងណាគឺពិបាកសម្រាប់ខ្ញុំខ្លាំងបាញ់នេះគឺនៅ Optimic នៅខ្មែរយើងណាគេមានសាខាច្រើនមែនតែធំខ្លាំងណាស់ពេទ្យគេនៅប្រទេសម៉ាឡេស៊ី